បុរសម្នាក់រៀបនឹងលាបថ្នាំឡានវាឲ្យភ្លឺរលោងពីព្រោះគាត់បានដឹងថាថ្នាំលាបនៅលើឡានចាស់ដែលខូចដែលគាត់ទើបតែទិញគឺជាពណ៌មាសភ្លឺចែងចាំងនេះមានន័យថាឡាននេះប្រហែលជាធ្វើពីមាសដើម្បីបញ្ជាក់ការសង្ស័យរបស់គាត់បានប៉ូលីសយ៉ាងលឿនហើយប្រាកដណាស់គាត់បានរកឃើញពណ៌មាសកាន់តែច្រើនឡើងបន្ទាប់មកគាត់បានបើកគម្របឡានយ៉ាងលឿនរុញវាចេញទៅហើយពិតជាបានរកឃើញថាមិនថាអ្នកមើលកន្លែងណានៃឡានទេនៅខាងក្រោមថ្នាំលាបគឺជាពណ៌មាសភ្លឺចែងចាំងសំណាងដ៏រំពេចនោះបានធ្វើឲ្យគាត់រីករាយជាខ្លាំងប៉ុន្តែបុរសលោភលន់នោះនៅស្ងៀមលាបពណ៌យ៉ាងលឿនលើតំបន់ដែលគាត់បានកោះនោះរួចកាត់ផ្នែកមួយនៃបំពង់ស៊ីម៉ាំងគាត់ចង់សាកល្បងថាតើវាជាមាសពិតឬអត់ដូច្នេះគាត់ក៏ទៅហាងបញ្ចាំដោយរំភើបម្ចាស់ហាងបញ្ចាំដោយឃើញរូបរាងទ្រុឌទ្រោមរបស់យ៉ាកក៏សន្មតថាវត្ថុនោះគ្មានតម្លៃទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីពិនិត្យមើលកងមាសនោះម្ចាស់ហាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែកងមាសនោះវាមិនត្រឹមតែធ្វើពីមាសប៉ុណ្ណោះទេប៉ុន្តែវាក៏ជាមាសដ៏មានតម្លៃបំផុតនៅលើទីផ្សារផងដែរម្ចាស់ហាងដែលមានចិត្តចង់ដឹងចង់ឃើញបានសួរថាកងមាសនោះបានមកពីណាប៉ុន្តែយ៉ាកមិនហ៊ាននិយាយការពិតទេដោយកុហកថាគាត់បានរកឃើញវានៅក្នុងទីធ្លាខាងក្រោយផ្ទះរបស់គាត់ឬដូច្នេះម្ចាស់ហាងបានយកលេខទូរស័ព្ទរបស់យ៉ាកយ៉ាងរហ័សដោយនិយាយថាគាត់នឹងទិញយកទាំងអស់តាមដែលគាត់មានហើយបន្ទាប់មកបានបង់ប្រាក់ឲ្យយ៉ាកយ៉ាងច្រើនគ្រាន់តែប៉ុណ្ណឹងយ៉ាកបានក្លាយជាអ្នកមានដោយសារលុយកាក់អាទិភាពដំបូងរបស់គាត់គឺត្រូវត្រឡប់ទៅរកសង្សារចាស់របស់គាត់វិញអតីតមិត្តស្រីរបស់គាត់មិនបានយកចិត្តទុកដាក់ចំពោះគាត់ទេព្រោះនៅក្នុងក្រសែភ្នែករបស់នាងយ៉ាកជាមនុស្សខ្ជិលច្រអូសហើយពួកគេបានបែកបាក់គ្នារួចហើយដោយសារបញ្ហាទំនាក់ទំនងភ្លាមនោះគាត់បានទាញលុយមួយបាច់ចេញហើយគួរឲ្យភ្ញាក់ផ្អើលលុយនោះបានជួយយ៉ាងច្រើនអតីតមិត្តស្រីរបស់គាត់បានឡើងឡានរបស់គាត់ភ្លាមបន្ទាប់មកយ៉ាកបានបើកឡានមាសរបស់គាត់នាំអតីតមិត្តស្រីរបស់គាត់ទៅផ្សារទំនើបដើម្បីចំណាយប្រាក់យ៉ាងហឺហាពួកគេគិតថាពួកគេកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកំពូលនៃជីវិតពួកគេមិនដឹងថាបញ្ហាជិតមកដល់ពួកគេទេរថយន្តស្រោបមាសនេះគឺជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់មេក្រុមចោរក្នុងតំបន់គាត់បានឲ្យគេចាក់វាពីមាសកាលគាត់នៅរស់ប៉ុន្តែបកពួករបស់គាត់គ្រាន់តែដឹងថាគាត់មានមាសច្រើនណាស់ពួកគេមិនដឹងថាវាត្រូវបានលាក់ទុកនៅកន្លែងណាទេការពិតនេះបាននាំឲ្យមានបញ្ហាដល់កូនប្រុសរបស់មេក្រុមចៅគឺលោកម៉ៃកដែលត្រូវបានសួរចម្លើយអំពីទីតាំងមាសលោកម៉ៃកក៏មិនដឹងដែរដូច្នេះដោយគ្មានជំរើសផ្សេងទៀតគ្នារបស់គាត់បានទាញដង្កាប់មួយចេញមកហើយក៏កាត់ម្រាមជើងមួយចោលដោយមិនស្ទាក់ស្ទើរភ្លាមនោះជែកដើម្បីបង្ហាញពីការដឹងគុណរបស់គាត់ចំពោះម្ចាស់ឡានមុនបានបង់ប្រាក់ឲ្យគាត់បន្ថែមទៀតទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់រៀបនឹងចាក់ចេញគាត់បានជួបនឹងសមាជិកក្រុមមេចោដែលកំពុងស្វែងរកឡានមាសនោះដោយដឹងពីភាពធ្ងន់ធ្ងរនៃស្ថានភាពជែកបានបើកឡានចេញភ្លាមប៉ុន្តែម្ចាស់ឡានមុននោះឥឡូវនេះកំពុងជួបបញ្ហាទន្ទឹមនឹងនេះអតីតបកពួករបស់មេក្រុមចោបានមកដល់ផ្ទះហើយបានជួយសង្គ្រោះកូនប្រុសរបស់មេក្រុមចោឈ្មោះម៉ៃកដោយជោគជ័យយ៉ាងណាមិញគ្រាន់តែពេលដែលម៉ៃកកំពុងព្យាយាមរត់គេចយ៉ាងប្រញាប់ប្រញាល់តាមផ្លូវតូចគាត់ត្រូវបានយ៉ាកបុកយ៉ាងធ្ងន់ធ្ងរដែលកំពុងបើកឡានចេញពីកន្លែងកើតហេតុដើម្បីទប់ស្កាត់ការលាតត្រដាងអាថ៌កំបាំងរបស់រថយន្តយ៉ាកគ្មានជំរើសអ្វីក្រៅពីអូសភាគីម្ខាងទៀតចូលទៅក្នុងព្រៃឡើយបន្ទាប់មកគាត់បានដកប្រាក់មួយចំនួនចេញដើម្បីព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធីភ្លាមនោះម្ចាស់ឡានមុនបានទូរស័ព្ទទៅយ៉ាកវាបានបង្ហាញថាក្រុមចោរបានចាប់យកប្រាក់របស់ម្ចាស់ឡានមុនម្ចាស់រថយន្តសង្ស័យថាមាសត្រូវបានលាក់ទុកក្នុងរថយន្តដូច្នេះក្រុមចោរបានគំរាមយ៉ាកឲ្យបើករថយន្តត្រឡប់ទៅវិញបើមិនដូច្នោះទេគាត់នឹងជួបបញ្ហាធំដើម្បីជៀសវាងបញ្ហាយ៉ាកបានបិទទូរស័ព្ទយ៉ាងលឿនហើយរៀបចំបើកឡានមាសចេញទៅភ្លាមនោះម៉ៃកបានភ្ញាក់ឡើងធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់គាត់រត់ចេញដើម្បីកុំឲ្យអាថ៌កំបាំងត្រូវបានលាតត្រដាងយ៉ាកបានដេញតាមប៉ុន្តែម៉ៃកខ្លាចពេកមិនអាចឈប់បានដោយគ្មានជំរឿផ្សេងទៀតយ៉ាកបានប្រាប់ម៉ៃកគ្រប់យ៉ាងបន្ទាប់មកម៉ៃកបានដឹងថាក្រុមចោរកំពុងដេញតាមគាត់ដោយសារតែឡានមាសហើយវាគឺដោយសារតែរឿងនេះពួកគេបានធ្លាក់ក្នុងស្ថានភាពដូចគ្នាដោយមិនដឹងខ្លួនដោយចាប់ផ្ដើមរត់គេចខ្លួនដើម្បីការពារកុំឲ្យរថយន្តមាសធ្លាក់ក្នុងដៃក្រុមចោរគាត់គ្មានជំរឿអ្វីក្រៅពីនាំដៃគូរបួសរបស់គាត់ទៅផ្ទះមិត្តស្រីរបស់គាត់ឡើយបន្ទាប់ពីព្យាបាលរបួសរបស់ដៃគូយ៉ាងរហ័សគាត់បានប្រាប់មិត្តស្រីរបស់គាត់អំពីការទទួលបានរថយន្តមាសនោះនឹងត្រូវក្រុមចោរដេញតាមភ្លាមនោះពេលមិត្តស្រីរបស់គាត់ឃើញស្ថានភាពភ័យស្លន់ស្លោរបស់យ៉ាកនាងសន្មតថាគាត់ប្រហែលជាបានធ្វើអ្វីមួយខុសច្បាប់ហើយកំពុងព្យាយាមគេចពីបញ្ហាគាត់បានទូរស័ព្ទទៅប៉ូលីសដោយសម្ងាត់ហើយបានឲ្យនាំបុរសទាំងពីរនាក់ទៅប៉ុស្តិ៍ដើម្បីសួរចម្លើយជាសំណាងល្អការស៊ើបអង្កេតមិនបានរកឃើញអ្វីខុសទេហើយពួកគេត្រូវបានដោះលែងដើម្បីគេចពីការដេញតាមរបស់ក្រុមចោរពួកគេបានគ្រោងនឹងឆ្លងកាត់ព្រំដែនទៅក្រៅប្រទេសហើយរត់គេចខ្លួនទៅកាន់ទីតាំងមួយផ្សេងទៀតពួកគេមិនបានដឹងទេថាក្រុមចោរបានកំណត់គោលដៅលើពួកគេរួចហើយដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគេយ៉ាកគ្មានជំរឿអ្វីក្រៅពីជន់ហ្គាសលើពួកគេឡើយបន្ទាប់មកពួកគេបានរត់គេចពីការដេញតាមរបស់ក្រុមចោរបន្ទាប់មកអ្នកទាំងពីរបានប្រញាប់ប្រញាល់ឆ្ពោះទៅព្រំដែនដោយគិតថាពួកគេនឹងមានសុវត្ថិភាពនៅពេលពួកគេឆ្លងកាត់ប៉ុន្តែបន្ទាប់មកឈុតឆាកដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងសម្បកកង់របស់ពួកគេស្រាប់តែត្រូវបានដែកគោមួយចាក់ទម្លុះដោយមិនអាចរត់គេចបានពួកគេបានបែកគ្នាដើម្បីស្វែងរកហាងជួសជុលមួយនៅក្បែរនោះម៉ៃកបានទៅសួរទីដោយដើម្បីឆ្លងកាត់ព្រំដែនមិនយូរប៉ុន្មានជែកបានរកឃើញហាងជួសជុលមួយនៅតាមដងផ្លូវប៉ុន្តែគាត់មានការភ្ញាក់ផ្អើលដែលម្ចាស់មិនមែនជាអ្នកស្រុកទេពួកគេបានបោកប្រាស់គាត់ដោយសារយ៉ាកមិនស្គាល់តំបន់នេះគាត់គ្មានជំរឿអ្វីក្រៅពីយល់ព្រមជួសជុលឡានរបស់គាត់ឡើយទោះជាយ៉ាងណាក៏ដោយខណៈពេលដែលគាត់កំពុងរង់ចាំជាងម៉ាស៊ីនបានរកឃើញអាថ៌កំបាំងរបស់ឡានដោយចៃដន្យហើយដោយមានចិត្តនីអាក្រក់គាត់បានវាយយ៉ាកទៅលើដីទន្ទឹមនឹងនេះ
Mike ដែលបានទៅសួរផ្លូវបានជួបប្រទះនឹងស្ថានភាពដ៏គួរឲ្យភ័យខ្លាចមួយគាត់ត្រូវបានមន្ត្រីព្រំដែនបញ្ឈប់ដោយធ្វើការត្រួតពិនិត្យដោយមិននឹកស្មានដល់ជាសំណាងល្អ Mike បានចាប់យកឥលឹកមួយយ៉ាងរហ័សហើយធ្វើពុតជាជនបរទេសដែលចង់ទិញមួយគាត់បន្តរអ៊ូតមរឿងមួយដែលមិនអាចយល់បានដែលធ្វើឲ្យប៉ូលីសអន្ទះសារហើយក៏ចាក់ចេញភ្លាមនោះចេកដែលត្រូវបានគេវាយសន្លប់បានភ្ញាក់ឡើងហើយរត់ចេញភ្លាមដោយដឹងខ្លួនបុរសចំណាស់លក់ឥលឹកដែល Mike បានជួបនោះពិតជាស្គាល់ម្ចាស់ហាងជួសជុលរថយន្តដោយដឹងថាពួកគេកំពុងត្រូវបានក្រុមចោរតាមប្រម៉ាញ់ម្ចាស់ហាងជួសជុលបានសម្រេចចិត្តជួយពួកគេដោយក្លែងបន្លំរថយន្តមាសហើយបានផ្លាស់ប្ដូររូបរាងរបស់វាដោយជោគជ័យដើម្បីអរគុណដល់មនុស្សនៅហាងជួសជុលចេកបានបោះមាសមួយដុំឲ្យពួកគេគិតថាក្រុមចោរនឹងមិនស្គាល់ពួកគេទេប៉ុន្តែពេលពួកគេរៀបនឹងបើកចេញស្រាប់តែមានរថយន្តពណ៌ក្រហមមួយគ្រឿងបានឈប់នៅមុខហាងវាជាក្រុមចោរដែលកំពុងដេញតាមយ៉ាកនិងម៉ែកជាសំណាងល្អមនុស្សមកពីហាងជួសជុលរថយន្តបានប្រមូលផ្ដុំគ្នាពេលពួកគេថាឃាតករកំពុងស្វែងរកឡានពណ៌ជាងជួសជុលរថយន្តបានអះអាងថាពួកគេមិនបានឃើញវាទេពួកគេបានឲ្យបារីមួយដើមទៅគាត់ហើយព្យាយាមឲ្យគាត់ទៅដោយមិននឹកស្មានដល់ឃាតករនោះស្រាប់តែបង្ហាញឈ្មោះរបស់គាត់ពេលដូច្នេះជាងជួសជុលរថយន្តមានការភ័យខ្លាចយ៉ាងខ្លាំងហើយរត់គេចខ្លួនភ្លាមព្រោះគាត់ជាបាក់ពួកដែលគួរឲ្យទុកចិត្តរបស់មេក្រុមចោរភ្លាមនោះឃាតករហាក់ដូចជាគាត់សម្គាល់ឃើញបុរសពីរនាក់នៅក្នុងហាងជួសជុលប៉ុន្តែជំនួសឲ្យការចូលទៅគាត់គ្រាន់តែចាប់ពួកគេហើយយកពួកគេទៅផ្ទុយទៅវិញគាត់បានបើកប្រម៉ោយឡានដកកាំភ្លើងបាញ់រកកែកចេញហើយចាប់ផ្ដើមញុះញង់មនុស្សពីរនាក់នៅក្នុងឡានភ្លាមបន្ទាប់ពីនោះគ្រាប់កាំភ្លើងមួយគ្រាប់បានផ្ទុះឆ្ពោះទៅកាន់ហាងជួសជុលរថយន្តបុរសទាំងពីរនាក់នោះមានការភ័យខ្លាចយ៉ាងខ្លាំងហើយរត់គេចខ្លួនដោយភាពភ័យស្លន់ស្លោដើម្បីរស់រានមានជីវិតពួកគេបានជន់កែហើយរត់គេចខ្លួនបានប៉ុណ្ណោះប៉ុន្តែតើរថយន្តពណ៌មាសរបស់ពួកគេអាចបើកបានលឿនប៉ុណ្ណាឃាតករបានតាមទាន់ពីក្រោយយ៉ាងលឿនពួកគេបានបន្តបាញ់ទៅលើបុរសទាំងពីរនាក់ដោយគ្មានជម្រើសផ្សេងទៀតអ្នកទាំងពីរបានងាកមកមើលក្រោយដោយមិននឹកស្មានដល់ពេលកំពុងបើកបរពួកគេបានបើកទៅបុកនឹងបាតជ្រុះមួយទោះជាយ៉ាងណាក៏ដោយឃាតករមិនបានដោះលែងពួកគេឡើយដោយបានបាញ់កាំភ្លើងយ៉ាងសន្ធោសន្ធៅចូលទៅក្នុងទន្លេដោយមិននឹកស្មានដល់ឆ្កែប្រមាញ់មួយក្បាលបានលេចឡើងនៅចំពោះមុខគាត់ភ្លាមហើយមុនពេលឃាតករអាចប្រតិកម្មរត់ពាសដែលជាច្រើនគ្រឿងបានមកដល់វាបានបង្ហាញថាការបាញ់ប្រហារដ៏ខ្លាំងក្លាបានទាក់ទាញចំណាប់អារម្មណ៍របស់យោធាហើយដោយសារតែរឿងនេះឃាតករត្រូវបានចាប់ខ្លួនដោយយោធាបុរសពីរនាក់ដែលធ្លាក់ចូលទៅក្នុងទឹកបានរួចជីវិតរថយន្តរបស់ពួកគេបានអន្តែតលើសមុទ្រហើយនៅទីបំផុតបានទៅដល់ប្រទេសមួយផ្សេងទៀតដោយអភូតហេតុនៅពេលដែលពួកគេបានទាញរថយន្តពណ៌មាសនោះឡើងច្រាំងពួកគេនឹងប្រើវាដើម្បីសម្រេចបាននូវក្តីស្រមៃនៃជីវិតរបស់ពួកគេខ្សែភាពយន្តនេះបញ្ចប់នៅទីនេះ